អាវុធខ្លាំងៗចំនួន7ប្រភេទរបស់កងទ័ពកម្ពុជាយោងទៅតាមស្ថានភាពអសន្តិសុខទាំងជាមួយនឹងប្រទេសជិតខាងទាំងនៅក្នុងតំបន់ទាំងនៅលើឆាកអន្តរជាតិនៅក្នុងរយៈកាលប្រមាណឆ្នាំកន្លងទៅនេះប្រទេសកម្ពុជាខិតខំពង្រឹងវិស័យយោធារបស់ខ្លួនបើទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះយោធារបស់កម្ពុជាពិបាកប្រៀបផ្ទឹមជាមួយនឹងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ានដូចគ្នាក៏ប៉ុន្តែយ៉ាងហោចណាស់កងទ័ពកម្ពុជាមានអាវុធគ្រប់គ្រាន់និងល្អៗសម្រាប់ការពារទឹកដីរបស់ខ្លួនពីការឈ្លានពានរបស់ប្រទេសដទៃនៅក្នុងវីដេអូនេះសូមលើកយកនៅអាវុធសំខាន់ៗចំនួន7ប្រភេទរបស់កងទ័ពកម្ពុជាដែលកំពុងតែមានប្រើប្រាស់ជូនលោកអ្នកឲ្យបានស្គាល់សូមបញ្ជាក់ថាអាវុធទាំងអស់នេះមិនមែនជាការសម្ងាត់របស់ប្រទេសជាតិឡើយពីព្រោះអាវុធទាំងអស់នេះត្រូវបានលើកយកទៅបរិយាយនៅក្នុងសន្ទរកថារបស់មេដឹកនាំកម្ពុជាដូចជាសម្ដេចនាយករដ្ឋមន្ត្រីឬក៏សម្ដេចប្រធានព្រឹទ្ធសភារបស់កម្ពុជាផងដែរមកកើតពេលយូរសូមអញ្ជើញទស្សនាជាបន្តថាតើអាវុធសំខាន់ៗរបស់កម្ពុជាដែលគួរកត់សម្គាល់នោះមានអ្វីខ្លះទី1ប្រព័ន្ធការពារអាកាសកៃសាន 1C ជាទូទៅគេហៅប្រព័ន្ធការពារអាកាសនេះជាអក្សរកាត់ថា KS-1C វាគឺជាប្រភេទប្រព័ន្ធការពារអាកាសបាញ់នៅក្នុងរយៈចម្ងាយមធ្យមនិងចម្ងាយឆ្ងាយប្រព័ន្ធការពារអាកាសនេះត្រូវបានអភិវឌ្ឍឡើងដោយសាធារណរដ្ឋប្រជាមានិតចិនវាមានឈ្មោះម្យ៉ាងទៀតថា HQ-12 រីឯអង្គការ NATO បានឲ្យឈ្មោះវាថា CHSA-12 ក្រៅពីប្រទេសចិនប្រទេសមីយ៉ាន់ម៉ានិងប្រទេសកម្ពុជាក៏មានប្រើប្រាស់ប្រព័ន្ធការពារអាកាសនេះផងដែរដោយកម្ពុជាយកវាមកប្រើប្រាស់ចាប់ពីឆ្នាំ2024មីស៊ីលនៃប្រព័ន្ធការពារអាកាសនេះមានទម្ងន់900គីឡូក្រាមមានបណ្ដោយប្រវែង5644មីលីម៉ែត្រមានមុខកាត់400មីលីម៉ែត្រមានប្រវែងស្លាប1200មីលីម៉ែត្ររីឯក្បាលគ្រាប់របស់មីស៊ីលមានទម្ងន់100គីឡូក្រាមមីស៊ីលនៃប្រព័ន្ធការពារអាកាសនេះប្រើប្រាស់ប្រភេទម៉ាស៊ីនរ៉ុកកែតម៉ូទ័រ